គេធៀមតលេនៅប្រទេសចិនណាកុំភ្លេចមើលវីដេអូហ្នឹងហើយនេះគឺជាចំណុចសំខាន់ដែលអ្នកគ្នាគួរដឹងមុនតលេនៅប្រទេសចិនទី1អ្នកគ្នាគួរតែមាន passport ហើយនិង visa តែអត់មាន visa អត់មាន passport ទេចូលចិនអត់បានទេចំណុចទី2អ្នកគ្នាគួរតែមាន internet អញ្ចឹងខ្ញុំ recommend ឲ្យប្រើ roaming នៅប្រទេសចិនហ្មងពួកអីដូចខ្ញុំអីគឺចូលចិត្តលេង social media អញ្ចឹងបើយើងមាន internet ខ្ញុំ recommend ឲ្យប្រើ roaming នៅចិនគឺស្រួលប្រើហ្មងចំណុចទី3ចំពោះការធ្វើដំណើរអ្នកគ្នាអាចប្រើ DD បានជំនួសឲ្យ Grab ឬក៏ Uber ដោយសារតែដូចនៅខ្មែរយើងប្រើ Grab អីច្រើនទៅប៉ុន្តែនៅចិនខ្ញុំ recommend ឲ្យប្រើ DD ហ្មងចំណុចទី4សម្រាប់ការកក់សន្តាគារឬក៏កន្លែងញ៉ាំអីអ្នកគ្នាអាចប្រើប្រាស់ trip.com បានចំណុចទី5ចំពោះការទូទាត់ប្រាក់អ្នកទាំងគ្នាគ្រាន់តែប្រើបាកង app ជាប់ជាមួយនឹង Union Pay ការតែអ្នកគ្នាអាចប្រើប្រាស់ scan នៅក្នុងគ្រប់ merchant ក្នុងប្រទេសចិនហ្នឹងហ្មងនិយាយទៅចាយដូចយើងនៅក្នុងស្រុកខ្មែរអញ្ចឹងចំណុចទី6សម្រាប់ការ Union Pay អ្នកគ្នាអាច link ទៅនឹង Alipay ហើយនិង WeChat Pay ហើយចាយបានស្រួលដូចគ្នាអញ្ចឹងលោកអ្នកអាចបង្កើតកាត Union Pay នៅគ្រប់ធនាគារទាំងអស់ដែលជាដៃគូសហការរបស់ Union Pay នៅក្នុងប្រទេសកម្ពុជាសម្រាប់ព័ត៌មានបន្ថែមអ្នកទាំងគ្នាអាចចុចលើ link ខាងលើហ្នឹងបានបាយបាយ